ដើមត្រំខ្មោចថ្នាំព្យាបាល1ជួយរំលាយអាហារ2រលាកក្រពះ3រាកមួរ4ក្តៅផ្ដាសាយ5រលាកស្បែក6ទម្លាក់ព្រូនកូនក្មេង7ជួយឲ្យឃ្លានបាយ8ជួយឲ្យរដូវមកធ្លាក់បានល្អរបៀបប្រើប្រាស់យកទាំងដើមទាំងស្លឹកលាងទឹកឲ្យស្អាតកាត់កង់ហាលថ្ងៃស្ងួតចាប់ចំនួន20ក្រាមទៅ40ក្រាមដាំទឹកហូបក្នុងមួយថ្ងៃ2ទៅ3លីត្រដាំឲ្យពុះរងាស់15នាទីបងប្អូនយកម្ហូបការហូបផងដែរមិនកំណត់ទឹកក៏មិនកំណត់ពេលវេលាបងប្អូនហេតុពេលណាហូបពេលហ្នឹងព្យាយាមហូបឲ្យបានរយៈពេល5ថ្ងៃទៅ1សប្តាហ៍បញ្ហាជំងឺដោយដែលខ្ញុំរៀបរាប់ខាងលើនោះនឹងចាប់ដើមបានធូរស្បើយម្ដងតិចហើយតែបើសិនជាបងប្អូនយកឫសរបស់វាវិញបងប្អូនយកស្ងួតយកចំនួន12ក្រាមទៅ40ក្រាមដាំទឹកហូបក្នុងមួយថ្ងៃហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហារមាស់សើស្បែកទូទៅគ្រប់ប្រភេទនិងរលាកស្បែកពុកម៉ែបងប្អូនយកគ្រាប់របស់វាលាងទឹកឲ្យស្អាតលីងយកទៅហាលថ្ងៃស្ងួតបន្ទាប់មកបុកឲ្យម៉ត់ដាក់លីជាមួយនឹងប្រេងដូងបន្តិចកុំឲ្យខាប់ពេកហើយកុំឲ្យរាវពេករួចហើយយកទៅលាបលើស្បែករបស់ពុកម៉ែបងប្អូនមួយថ្ងៃ2ដងព្រឹកម្ដងនេះម្ដងបងប្អូនព្យាយាមលាបឲ្យបានរយៈពេល2ទៅ3ថ្ងៃបញ្ហារមាស់សើស្បែកទូទៅគ្រប់ប្រភេទរបស់ពុកម៉ែបងប្អូននឹងចាប់ដើមបានជាសះស្បើយម្ដងតិចហើយសូមអរគុណសូមជម្រាបលា